ចំណងជើងតែចុងល្ងាចក្រោមដើមនៅក្រោមដើមធំដងមួយដែលស្រល់មួយផ្ទៃយ៉ាងត្រជាក់ស្រាលបុរស3នាក់អង្គុយជុំគ្នាលើព្រំឈើនៃសួនភូមិកណ្ដាលមានកែវតែបំពង់ថ្នាក់ដែលក៏អូបក្លិនស្លឹកតែស្រស់វិចិត្រចាប់ចានតែឲ្យស្រស់ណាស់តែភូមិខ្ញុំមិនធ្លាប់មានតែបែបនេះទេតែភ្លឺទាន់ចិត្តណាស់គេសុធាញឹមអាណិតផងអ្នកនៅទីក្រុងគឺប៉ះតែស្រេចហើយទេខ្ញុំចំអិនយ៉ាងម៉ត់ចត់ណាស់ម្ដងនេះដាក់ស្លឹកតែភ្លឺច័ន្ទណាផឹកមួយចំណីយឺតសំខាន់គឺតែមានគ្នានេះបើសិនជាម្នាក់ឯងនៅផ្ទះគេធុញបុណ្យទាំងស្រុងវិចិត្របន្តថាអីមិនយូរទេខ្ញុំនឹករឿងចាស់ពេលយើងនៅសាលារៀនចាំបានទេសុធាអ្នកជិះកង់ធ្លាក់ចូលលូសុធាញឹមចេញសាច់បាទច័ន្ទណាចង់ជួយមកទាញតែបែរជាចិត្តធ្លាក់តាមខ្ញុំទៅទៀតច័ន្ទណាសើចបន្តិចហើយជាងគេក្រុមនិស្សិតស្រីថតរូបសង្ស័យថាយើងជាអ្នកលេងល្ខោនបុរសទាំង3សាច់រំភើបក្លិនតែបន្តក្រអូបប្រែពេលល្ងាចឲ្យคล้ายជាពេលនឹកអតីតសម័យតែពេលនេះមិនមានភាពគួរឲ្យស្រណោះទេមានតែភាពកក់ក្ដៅនៃមិត្តភាពដែលអង្គុយជុំគ្នាក្រោមដើមគេធំថ្ងៃត្រង់ចូលល្ងាចពន្លឺថ្ងៃបន្តរៀបរៀលលើស្លឹកដើមគេតែផឹកបានចុងក្រោយកែវស្ទើរតែទេតែការជេរកាន់តែសុកស្រួលវិចិត្រស្ទើរចុងកែវគិតថាបានត្រឡប់មកភូមិប្រាប់ចិត្តខ្លួនឯងថាអ្វីគ្រប់យ៉ាងនៅទីនេះនៅតែដូចមុនតែស្រមៃបែបអស់ជីវិតមិនអាចចាំអស់បានទេសុធាកាន់ចានចុះក្រោមតែយើងអាចចាំអារម្មណ៍បងចាំអារម្មណ៍ខ្ញុំនៅពេលដែលបងនាំយើងទៅបោះតង់នោះបានទេយប់នោះភ្លៀងធ្លាក់ខ្ញុំចិត្តត្រជាក់ខ្លួនច័ន្ទណាញឹមស្ងៀមគឺព្រោះយើងមានគ្នាទើបខ្ញុំគិតថាអ្នកមានសំណាងឥឡូវនេះក៏ដូចគ្នា3នាក់មួយដើមគេមួយចានតែវិចិត្រមើលពេលវេលាដែលហៀបចូលស្រវាំងខ្ញុំត្រូវតែចេញទៅវិញទេហើយគ្រាន់តែបានអង្គុយជាមួយអ្នកទាំងពីរនេះជាការល្អជាងអ្វីសុធានិងច័ន្ទណាមើលគ្នាស្ងាត់មួយភ្លែតបន្ទាប់មកសុធាថាពេលខាងមុខកុំឲ្យយូរទេមកម្ដងទៀតក៏បីជាកន្លែងនេះក៏បានតែដើមគេមិនប្រែប្រួលទេច័ន្ទណាកាត់សម្ដីមកមើលពន្លឺថ្ងៃល្ងាចជាមួយគ្នាទៀតទៅតែមិនចាំបាច់មានតែទេក៏អាចមានស្រស់ខ្យល់ការស្ងប់ស្ងាត់ប៉ុណ្ណឹងគ្រប់គ្រាន់គេពេលសម្រាមចុងក្រោយមកដល់កែវតែទាំង3បានដាក់ចោលយ៉ាងជូរចិត្តល្មមពួកគេឈរឡើងពីព្រំឈើមើលស្រះទឹកដែលចាប់ចាំងពន្លឺថ្ងៃចុងក្រោយមិត្តភាពបន្តនៅក្នុងចិត្តទោះបីជាឈ្នះដោយពេលវេលាក៏ដោយបន្ទាប់មកពួកគេដើរចេញពន្លឺថ្ងៃបន្តរលីទៅជាខ្មៅស្រមោលដើមគេនៅតែឈរជាប់ដូចជាភាពចាស់ទុំមួយនៃមនុស្ស3នាក់ដែលអង្គុយផឹកតែនឹងអនុស្សាវរីយ៍បញ្ចប់